នៅសម័យបុរាណពេលកំពុងផ្សំថ្នាំការលាយបញ្ចូលគ្នានៅសារធាតុគីមី3ប្រភេទរួមមាន salpeter, spontor និង thium បានបង្កើតជាផ្កាភ្លើងដោយចៃដន្យនេះគឺជាទម្រង់ដំបូងនៃម្សៅរំសេវប៉ុន្តែវានៅតែពិបាកក្នុងការគ្រប់គ្រងតាមរយៈការកែសម្រួលសមាមាត្រនិងកិនវាបញ្ចូលគ្នាម្សៅពណ៌ខ្មៅមួយប្រភេទដែលងាយឆេះត្រូវបានបង្កើតឡើងប៉ុន្តែការកិនសារធាតុទាំងនេះពេលស្ងួតអាចបង្កជាហានិភ័យដោយសារការកកិតដើម្បីដោះស្រាយបញ្ហានេះគេបានបន្ថែមទឹកឬទឹកបបរចូលក្នុងអំឡុងពេលកិនបន្ទាប់មកគេបង្កើតវាជាគ្រាប់តូចៗដែលធ្វើឲ្យវាកាន់តែមានសុវត្ថិភាពក្នុងការរក្សាទុកនិងជួយឲ្យការឆេះមានភាពស្មើគ្នាក្រោយមកគេបានសាក់លបងដាក់ម្សៅទាំងនេះចូលទៅក្នុងបំពង់ឫស្សីរួចដាក់គ្រាប់មូលតូចមួយពីលើនិងភ្ជាប់ខ្សែបញ្ឆេះពេលដុតអ៊ូស្មានដែលរីកមាឌបានរុញច្រានគ្រាប់នោះចេញយ៉ាងលឿនដែលនេះជាគំរូដើមនៃឧបករណ៍រុញច្រានមិនត្រឹមតែប៉ុណ្ណោះគេបានវិវត្តវាដោយដាក់ចូលក្នុងបំពង់ក្រដាសដើម្បីបង្កើតជាផាវនិងកាំជ្រួចដ៏ស្រស់ស្អាតពីពុកកំហើញដោយចៃដន្យវត្ថុមួយនេះបានក្លាយជាចំណែកមួយដ៏សំខាន់ដែលជួយជំរុញដល់ការវិវត្តនៃអរិយធម៌របស់មនុស្សជាតិ